មិននឹកស្មានសោះលោកអើយថានៅជ្រោយចង្វាមានប្រភេទ Sky Villa នៅលើអាកាសលក់នៅក្នុងតម្លៃជាង$1,000,000មិនដឹងថាការដេកនៅខាងក្នុងបន្ទប់ស្រស់ស្អាតប៉ុណ្ណាទេលោកអើយយើងទៅទស្សនាវីដេអូនេះទាំងអស់គ្នាខ្ញុំនឹងចូលទៅបង្ហាញ Unit Sky Villa ទំហំ330ម៉ែត្រការ៉េនេះទ្វារយើងចូលមកបាទនៅខាងស្ដាំនេះគឺយើងមានបេតុងមួយសម្រាប់យើងបញ្ជាបិទបើកភ្លើងសិនតិចណាហើយយើងចូលមកខាងមុខកន្លែងនេះយើងអាចដាក់តាំងរូបចល័តឬក៏អាចដាក់ថូផ្កាបានឥឡូវខ្ញុំមកបង្ហាញកន្លែងសាឡុងទទួលភ្ញៀវសិនបាទនៅខាងឆ្វេងនេះបាទយើងដើរមកបាទហើយបងបានឃើញហើយការដេកតាមជាងផងគាត់គឺស្អាតខ្លាំងមែនតើបាទនេះអញ្ចឹងកន្លែងសាឡុងទទួលភ្ញៀវគឺធំទលាយខ្លាំងមែនតើបាទហើយយើងមើលឃើញ view ស្អាតបាទហើយកាលនេះយើងភ្ជាប់ជាមួយនឹងតុបាយបាទតុបាយមួយដែលធំហើយខាងនេះទូសម្រាប់យើងតាំងស្រាក្រហមឬក៏តាំងរបស់ប្រើប្រាស់មួយចំនួននៅក្នុងទូនោះបាទហើយខាងនេះយើងមានទូតកមួយឬក៏ទូចំអិនម្ហូបណាបាទដាក់ខាងក្រៅហើយខាងនេះយើងមានថតតុកមួយសម្រាប់ដាក់ម៉ាស៊ីនឆុងកាហ្វេឬក៏ដាក់របស់ប្រើប្រាស់មួយចំនួនទៀតបាទអញ្ចឹងខ្ញុំមកបង្ហាញផ្ទះបាយសិនបាទអញ្ចឹងនៅខាងនេះផ្ទះបាយបាទសម្រាប់ផ្ទះបាយគឺធំខ្លាំងមែនតើដូចបងបានឃើញហើយបាទហើយខាងនេះវាមានទូទឹកកកនៅគិនខាងនោះបាទហើយសម្រាប់ផ្ទះបាយview ស្អាតបាទនេះ view ផ្ទះបាយមើលឃើញទៅទីក្រុងភ្នំពេញមុខវាំងទន្លេមុខ4បាញ់កំជ្រូចអីមើលឃើញមកអេមតែម្ដងបាទផ្ទះបាយនេះគឺធំហើយ view ស្អាតទៀតបាទមកឥឡូវខ្ញុំមកបង្ហាញកន្លែងទទួលភ្ញៀវមិញបាទនេះជាងខាងនេះកន្លែងទូបាទហើយបងឃើញហើយការដេកក្រនិយាយទៅគឺក្រម៉ាត់បាទនិយាយទៅគឺស្អាតខ្លាំងមែនតើបងនេះកន្លែងសាឡុងទទួលភ្ញៀវបាទហើយយើងអាចចេញទៅវេដងដាមើលទេសភាពបានបាទនេះហើយមើលមកជុំមកវ៉ាវស្អាតណាស់បង unit Sky Villa មួយនេះណាបាទការដេកតាមជាងនេះគឺស្អាតមែនតើមកលើខ្ញុំទៅបង្ហាញទេសភាពវេដងដាហើយបានខ្ញុំចូលបង្ហាញបន្ទប់បាទនេះវ៉ាវនេះចេញមកវេដងដានេះទន្លេមេគង្គខាងរែកសัตว์បាទទីទៀតនឹងមានស្ពានឆ្លងកាត់ពីភ្នំពេញមករែកជួយវ៉ារែកសัตว์ខាងកោះនរាមកទីក្រុងខីទៀតអេមណោះviewជាក់ស្ដែងបាទនេះហើយវេដងដាគឺធំទលាយបាទដូចបងបានឃើញហើយសម្រាប់វេដងដាគឺធំបាទហើយ view ស្អាតកន្លែងនេះគឺជាកន្លែងដាក់ម៉ាស៊ីនបោកគក់បាទយើងដាក់នៅខាងក្រៅបាទអញ្ចឹងបងមើលទេសភាពមើលចេញមកវេដងដាគឺមើលទៅទីក្រុងភ្នំពេញទន្លេស្រស់ស្អាតមែនតើហើយត្រជាក់បងនៅចិត្តទន្លេអញ្ចឹងត្រជាក់ខ្យល់បាទតោះឥឡូវខ្ញុំទៅបង្ហាញបន្ទប់អញ្ចឹងវីដេអូនេះរៀងវែងបន្តិចដោយសារ unit នឹងធំហ៎បាទអញ្ចឹងរៀងថតរៀងវីដេអូរៀងវែងបន្តិចស្អាតណាស់បងហើយបើសិនជាបងមានលុយគ្រប់គ្រាន់ទិញ unit Sky Villa លើអាកាសសម្រាប់រស់នៅគឺល្អមែនតើបាទឥឡូវខ្ញុំមកបង្ហាញបន្ទប់ទី1បាទអញ្ចឹងបន្ទប់នេះគឺធំទលាយនេះបាទនេះវ៉ាវស្អាតណាស់បងបាទហើយនេះយើងមានវេដងដាចេញទៅខាងក្រៅយើងអាចដាក់តុគុយញ៉ាំអីមើល view ទៅទន្លេទៅទីក្រុងបាននេះបាទបងឃើញទេការដេកអីគឺស្អាតម៉ាស៊ីនត្រជាក់ប្រភេទ Central Air បាទហើយទូកៅអៅអីគឺស្អាតមែនតើនិយាយទៅគឺខុសប្លែកពីគម្រោងផ្សេងបាទនេះឥឡូវយើងមកមើលបន្ទប់ទឹកបងបាទមើលបន្ទប់ទឹកវ៉ាវបន្ទប់ទឹកក៏ធំទលាយនិយាយទៅគឺចូលមកគឺស្រឡាញ់ពេញចិត្តតែម្ដងបាទតោះឥឡូវទៅមើលពីបន្ទប់ទៀតជាង unit នេះទំហំ330ម៉ែត្រការ៉េមាន3បន្ទប់គេងមាន4បន្ទប់ទឹកបាទខាងនេះបន្ទប់ office សម្រាប់យើងធ្វើការបាទបងចង់ធ្វើរៀបចំអញ្ចឹងក៏បានឬក៏ចង់ខណ្ឌធ្វើជាបន្ទប់ដាច់ដលែកក៏បានអញ្ចឹងណាបាទហើយខាងនេះយើងមានវេដងដាមួយទៀតដែលយើងចេញមកខាងក្រៅគឺមើល view នោះបាទមើលទៅទីក្រុងភ្នំពេញដូចគ្នាស្រស់ស្អាតមែនតើបាទ
ហើយប្រកាន់ដៃគឺឆិត5កខ្ញុំប្រកាន់ដៃបាទនេះបាទតោះឥឡូវទៅមើលពីបន្ទប់ទៀតបាទអានេះយើងមានបន្ទប់ទឹកមួយសម្រាប់យើងប្រើរោមបាទបន្ទប់ទឹកនៅខាងក្រៅមានភ្ញៀវអីយើងគាត់ប្រើប្រាស់នៅបន្ទប់នេះបាទនេះពីរបន្ទប់ជាប់គ្នាឥឡូវខ្ញុំបង្ហាញបន្ទប់ទី2បន្ទប់រៀងតូចបាទបន្ទប់ទឹកធំហើយការដេកស្អាតសម្ភារៈអីគឺសិតតែល្អបាទនេះបងឃើញនេះបាទទៅស្អាតហ្មងទូកៅអៅនេះបងបាទនេះក្រែកគេងយើងការដេកតាមជាងអីគឺមកអេមបាទនេះយើងមានវេរ៉ង់ដាចេញទៅខាងក្រៅដែរបងនេះវេរ៉ង់ដាហើយយើងមើលទៅខាងរក start បាទយើងឃើញ start ឃើញទៅខាងជូចវ៉ាបាទខាងទន្លេមេគង្គកោះញ៉ាតៃកោះដាច់បាទបាទសិនតិចដូចគ្នាបងបាទសិនតិចមកឥឡូវខ្ញុំទៅបង្ហាញបន្ទប់ចុងក្រោយបន្ទប់ទី3បាទបន្ទប់មេគ្រូសាបាទនេះបាទអញ្ចឹងបន្ទប់នេះចូលមកបាទនៅខាងឆ្វេងនេះវាមានទូកៅអៅមួយខាងនោះបន្ទប់ទឹកបាទហើយខាងនេះយើងមានទូសងខាងកន្លែងយើងចូលបន្ទប់គេងបាទនេះបាទមកឥឡូវខ្ញុំបង្ហាញបន្ទប់ទឹកមុនហ្មងបាទនេះបន្ទប់ទឹកវ៉ាវនេះបងបន្ទប់ទឹកការីកអីគឺក្រូអីសិតតែក្រូម៉ាត់បាទនេះហើយបន្ទប់ទឹកនេះពយូមើលឃើញទៅខាងទីក្រុងបងបាទនេះខ្ញុំបង្ហាញជូនបាទនេះពយូបន្ទប់ទឹកយើងវ៉ាវស្អាតខ្លាំងមែនតើបងបាទនេះមួយទឹកមើលទេសភាពទៅទីក្រុងភ្នំពេញមកអេមតែម្ដងបាទនេះបាទអញ្ចឹងនេះបន្ទប់គេងមេគ្រូសាទំហំធំជាងគេហើយការដេកបងឃើញហ៎ជាប់ជាងទូជាប់ជាងអីហ្នឹងគឺនិយាយទៅគឺស្អាតមែនតើហ្មងបាទនេះហើយខាងនេះយើងមានសាឡុងកុយលេងមួយបាទបន្ទប់មេគ្រូសាមានវេរ៉ង់ដាចេញដែរដែលយើងមើលឃើញទៅខាងកោះញ៉ាតៃកោះដាច់ខាងជូចវ៉ានោះខាងបាទហើយខាងនេះយើងមើលឃើញទៅខាងទីក្រុងដែរខាងបាទខាងនេះកន្លែងបងនារីចូលចិត្ត make up អីហ្នឹងគឺត្រូវនេះកន្លែងនេះបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀត unit នេះគឺជាប្រភេទ Sky Villa នៅគម្រោង Condo La Vista 1 ទីតាំងជ្រូចង្វានៅចិត្តអូតែសុខាបាទអញ្ចឹង unit ដែលខ្ញុំបង្ហាញនេះ showroom ជាន់ទី40បើសិនជាបងចាប់អារម្មណ៍ចង់ទិញ unit showroom ហ្នឹងក៏ខាងគម្រោងលក់ដែរឲ្យតែត្រូវថ្លៃបាទហើយយើងមាន unit ផ្សេងទៀតបងចង់ទិញ bare unit decor ខ្លួនឯងក៏បានទិញ basic ក៏បានឬក៏ទិញមាន decor មានសម្ភារៈដូចវីដេអូដែលខ្ញុំបង្ហាញហ្នឹងក៏បានដែរបាទអញ្ចឹងបើសិនជាបងចាប់អារម្មណ៍ចង់មកមើលផ្ទះគំរូមកមើលគម្រោងជាក់ស្ដែងអាចឆាតមកក្នុង page បងរីឬក៏ call តាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើវីដេអូឬក៏នៅខាងលើ caption អូខេជួបគ្នាឆាប់បង